បាទថ្ងៃនេះខ្ញុំមកបង្រៀនបងប្អូនបាទឲ្យចេះដូរពោះវៀនបាទសម្រាប់កូនជាងបងប្អូនណាត្រឹមតែចូលរៀនអីបាទដំបូងបងប្អូនមកខ្ចៅវ៉ាល់ហើយបងប្អូនមានលេខកោះមកបាទកោះលេខកោះតែ2ដើមក៏បានដែរបងប្អូនបាទសម្រាប់សបករាងធូរបាទហើយបើសិនជាសបកនឹងតឹងបងប្អូនត្រូវដាក់ប្រេងបាទប្រេងម៉ាស៊ីនចាស់ប្រេងខ្មៅហ្នឹងណាបាទមកជុំសងខាងទៅវាស្រួលកោះបងប្អូនតែនេះវាធូរល្មមកោះដែរខ្ញុំអត់ដាក់ទេបងប្អូនណាបាទហើយបងប្អូនទាញពោះវៀននឹងចេញមកបាទហើយតងវាតាមដំណើរបងប្អូនបាទហើយអឺពោះវៀនតាធូរវាមូលបាទមូលកន្លែងគល់វ៉ាល់ហ្នឹងបងប្អូនណាបាទហើយមើលតាមពោះវៀនក៏ចាស់ដែរបងប្អូនបាទហើយទម្លាប់ខ្ញុំគឺឲ្យតែខ្ញុំដូរពោះវៀនគឺត្រូវការគោះបាទគោះអាកតិកទីនៅក្នុងសបកហ្នឹងហើយក៏រាវបាទរាវដើម្បីហូបបន្លាឬក៏លួសដែកអីបងប្អូនណាបាទខ្លាចពេលដាក់ថ្មីទៅវាមុតទៀតបាទនាំថាបាទបងប្អូនភ្ញៀវយើងពិបាកឬក៏ខាតដល់យើងអញ្ចឹងបងប្អូនណាបាទនេះឥឡូវពោះវៀននេះវាប៉ុណ្ណាច្រើនដែរបងប្អូនបាទពេលខ្លះអើយវាអត់អើយមុតអីក៏វាធ្លាយដែរបងប្អូនណាវាអាចនឹងហើបប៉ុណ្ណាបាទពួកអីប៉ុណ្ណាខ្លះក៏ប៉ះអត់សូវស្អាតអីចឹងទៅបងប្អូនបាទហើយពោះវៀននេះវា3 4ប៉ុណ្ណាដែរបាទសមនឹងដូរចោលបាទឥឡូវអើយសមាជិកថាដូរចោលហើយពោះវៀននេះបាទហើយនឹងរបៀបដូរពោះវៀនបងប្អូនចាំមើលខ្ញុំប្រាប់បងប្អូនតទៅមុខទៀតណានេះឥឡូវចាប់ដើមដោះអខ្ចៅខ្ចៅចង្កឹះប្រាំងបងប្អូនណាបងប្អូនមានសោលេខ14មក14សតេបងប្អូនណានេះ12ម្ដងបងប្អូនកន្លែងដងប្រាំងនេះបាទបងប្អូនមានជាសោ12ជៀនក៏បានដែរបងប្អូនបើសិនជាអត់មាន12វែងនេះបាទហើយគោះវាតិចមកវាចេញហើយអញ្ចឹងបន្តទៅមុខទៀតបងប្អូនដោះហើយមានសោ2ដើមទៀតលេខ19មួយដើមបាទនេះលេខ19ជៀនខ្ញុំប្រើតែអញ្ចឹងទេបងប្អូនហើយបើសិនជាដៃអត់ចេញទេបាទធាក់បងប្អូនធាក់មិនចេញណាបាទព្រោះអីជាងមុនគាត់អាចរឹតតឹងអញ្ចឹងទៅបងប្អូនបាទនេះម៉ូតូចាស់ផងបាទម៉ូតូយ៉ាងថ្មីតិចត្រូវការថប់ថង់ប្លាស្ទិកបាទអីចឹងទៅកុំអោយខូចខ្ចៅម៉ូតូភ្ញៀវហើយមកខាងទៀតអក្សរលេខ14បងប្អូនបាទដើម្បីបង្វិលវាខាងនោះវាទលាយជាងបាទខាងនេះបាទធ្វើមកតប់ទេអញ្ចឹងបងប្អូនបើសិនជាគិតថាវីដេអូខ្ញុំមានប្រយោជន៍បាទសម្រាប់បងប្អូនបាទសូមជួយ share ឲ្យអ្នកមួយផងបងប្អូនណាបាទដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូល្អបាទឲ្យបងប្អូនមើលរាល់ថ្ងៃបងប្អូនណាបាទហើយកន្លែងស្នូលនេះពេលដោះខ្ចៅហើយបងប្អូនអាចដកវាបន្តិចបាទតម្លាក់ពោះវៀនតាមនឹងមកបាទឥឡូវខ្ញុំបញ្ចូលពោះវៀនថ្មីរួចហើយបងប្អូនបាទហ្នឹងហើយឥឡូវចាប់ផ្ដើមរៀបចំដាក់ពោះវៀនចូលហើយបាទដំបូងខ្ញុំដាក់កលវ៉ាល់មុនគេបងប្អូនណាបាទដាក់វ៉ាល់ហ្នឹងមុនគេដើម្បីឲ្យងាយស្រួលក្នុងការរៀបចំពោះវៀនឲ្យបានត្រឹមត្រូវបាទហើយការដាក់ពោះវៀនបងប្អូនមិនចេះតែដាក់ទេបងប្អូនបាទដាក់មានរបៀបរបស់គេណាបាទកុំឲ្យបត់កុំឲ្យមូអីចឹងបាទគល់វ៉ាល់បងប្អូនដាក់បានត្រឹមត្រូវញិចវាបន្តិចមកហើយខ្ចៅនេះមូលវាត្រឹមតែមួយជាប់សិនបានហើយបងប្អូនបាទបន្ទាប់មកបងប្អូននឹងដាក់ពោះវៀនឲ្យតាមនឹងទៀតទៅបាទដាក់ឲ្យបានស្អាតណាបងប្អូនបាទមានរបៀបអញ្ចឹងបាទបានវាប្រើបានយូរហើយបន្ទាប់មកបងប្អូនចាប់ស្វាច់ពីគល់វ៉ាល់បាទរហូតដល់តែស្វាច់លេងចូលបងប្អូនណាបាទចាំយកដេកោះយកមកប្រើបាទជៀសវាងការកោះច្រើនខ្លាចគៀបពោះវៀនបាទខូចពោះវៀនខាតទាំងយើងយូរទាំងភ្ញៀវបងប្អូនបាទហើយស្វាច់វាបងប្អូនណា
បាទបើសិនជាតង់បងប្អូនមិនអាចកោះចូលបងប្អូនអាចយកប្រេងបាទប្រេងខ្មៅយើងហ្នឹងយកមកបាទដាក់វា1ជុំ2ជុំទៅបងប្អូនបាទដើម្បីឲ្យវាស្រួលកោះតែនេះខ្ញុំអាចកោះចូលខ្ញុំអត់ដាក់ទេបងប្អូនណាបាទដោយសារខ្លាចប្រឡាក់ដៃអញ្ចឹងច្បាច់វា1ជុំ2ជុំទៅវាចូលហើយបងប្អូនឃើញទេបាទស្វាច់ចូលហើយបងប្អូនអាចមូលបាទមូលខ្ចៅវ៉ាល់នឹងបានហើយបាទហើយខ្ញុំសូមបាទហើយក៏បញ្ជាក់តិចបងប្អូនណាបាទខ្ចៅដែលដោះខាងនោះហ្នឹងមានខ្ចៅប្រាំងខ្ចៅបាទស្នូលអីហ្នឹងបងប្អូនមូលតាមនឹងវិញទៅបាទដោះកន្លែងណាបងប្អូនមូលកន្លែងហ្នឹងវិញទៅបាទហើយសម្រាប់តែបូមខ្យល់បងប្អូនបូមមើលមកល្មមទៅណាបាទចង់ដាក់3គីឡូ4គីឡូអីសាច់ចិត្តបាទ